phrase ចំនួន4ដែលខ្ញុំបង្ហាញនេះមាន put up with put up with មួយទៀត ring up hold on carry on តើ phrasal verb ឬក៏ គ្រាកិរិយាសព្ទនេះទាំងនេះមានន័យយ៉ាងណាប្រើប្រាស់របៀបម៉េចវីដេអូនេះខ្ញុំបង្ហាញអ្នកនរគ្នាអំពី phrasal verb ទាំង4នេះដូចតទៅ put up with put up with មានន័យថាទ្រាំអត់ធ្មត់ណាទ្រាំអត់ធ្មត់ put up with ចាំ put up with ទ្រាំឬអត់ធ្មត់ស៊ូទ្រាំលំបាកយ៉ាងណាក៏ស៊ូទ្រាំ put up with សិស្ស put up with the study ទ្រាំនឹងការសិក្សាគ្រូ put up with សិស្ស student ចឹងគ្រូទ្រាំនឹងសិស្សដែរពេលខ្លះអូខេដូច្នេះ put up with មានន័យទ្រាំឬក៏អត់ធ្មត់ example ទីហោ he's so moody I don't know why she puts up with him moody មានថាច្រឡោត moody នឹងចិត្តដែលថៃចិត្តខូច្រឡោតតោតតងឆាប់ខឹងឆាប់អីគេឆាប់ប្រើអារម្មណ៍ឆេវឆាវហ្នឹងអញ្ចឹង he's so moody he's so moody មានថាគាត់គឺជាមនុស្សកម្រលជាមនុស្សឆេវឆាវជាមនុស្សឆាប់ខឹងជាមនុស្សហ្នឹងច្រឡោតហ្នឹងឃើញទេអញ្ចឹងគាត់ច្រឡោតគាត់ឆាប់ខឹងគាត់ឆេវឆាវគាត់ចូលចិត្តប្រើកម្លាំងបាយឧទាហរណ៍អញ្ចឹងI don't know ខ្ញុំអត់ដឹងខ្ញុំអត់យល់ហេតុអ្វីបានជានាងទ្រាំជាមួយនឹងគាត់បានឃើញទេ put up with ហ្នឹងបើថាទ្រាំជាមួយនឹងគាត់បានអូខេដូច្នេះ put up with ទ្រាំទៅលើអ្វីដែលយើងមិនគួរនឹងទ្រាំទទួលយកអ្វីដែលយើងមិនគួរទទួលយកឬក៏ទទួលយកអ្វីទាំងអារម្មណ៍យើងមិនសប្បាយចិត្តហ្នឹងគឺយើងប្រើពាក្យ put up with ហ្នឹងឯងពីរទៀតគឺ ring up ឯងមានតែទូរស័ព្ទ ring up ប្រើពាក្យ call ក៏យើងប្រើទេទូរស័ព្ទ phone ក៏យើងប្រើពាក្យទេទូរស័ព្ទថ្ងៃនេះយើងស្គាល់ពាក្យ phrasal verb ring up ទេទូរស័ព្ទឃើញទេមួយទៀត hold on មានថារងចាំបន្តិចសិនhold on ចាំតិចសិនណាឈរចាំតិចសិនរងចាំតិចសិនគឺ hold on អូខេដូច្នេះ ring up ទេ hold on រងចាំ for example whenever someone rings you up ឃើញទេ rings you up នៅពេលដែលនរណាម្នាក់ call នរអ្នកឬក៏ទេទូរស័ព្ទនរអ្នកអូខេ you should ask them to hold on you should បើបែរសូមឬក៏គួរតែណាគួរតែឬក៏សូមអ្នកគួរតែសុំពួកគេសុំពួកគាត់ឲ្យរងចាំសិនព្រោះអីជល់វល់hold on រងចាំសិនដល់ស្អីអីនៅបន្ទប់ទឹកឃើញទេយើងនិយាយអញ្ចឹងyou should ask them to hold on អញ្ចឹង hold on រងចាំតិចសិនជល់វល់នៅបន្ទប់ទឹកrings you up call លោកអ្នកទីហើយអញ្ចឹងអូខេដូច្នេះring up មានតែទូរស័ព្ទឬ call ឬក៏ហៅទូរស័ព្ទ hold on រងចាំបន្តិចសិនអូខេយើងបាន3មួយទៀតនេះគឺ carry on នេះមានន័យថាបន្ត carry on បន្តហ្នឹងដូចពាក្យ continue ដែរ carry on ហ្នឹងបន្ត carry on study បន្តការសិក្សា carry on journey បន្តការធ្វើដំណើរ carry on eating បន្តការញ៉ាំឃើញទេ carry on sleeping បន្តការដេកឧទាហរណ៍អញ្ចឹងយើងនិយាយបន្តដូចគ្នា for example look at this you simply carry on doing what you are doing don't worry ណា don't worry កុំបារម្ភ don't worry កុំបារម្ភ you simply សាមញ្ញធម្មតា simply បើប្រើសាមញ្ញក៏បានធម្មតាក៏បាន you simply carry on doing ការធ្វើជាបន្តការធ្វើ what អ្វីបន្តការធ្វើអ្វីដែលអ្នកកំពុងធ្វើតើកុំអារម្មណ៍អីអញ្ចឹងធ្វើខ្លួនសាមញ្ញធ្វើធម្មតាណែបន្តការងារណែឯងធម្មតាកុំអារម្មណ៍អីណែអញ្ចឹងដូច្នេះ carry on បន្តអូខេថ្ងៃនេះក្នុងវីដេអូនេះយើងរៀន4 phrasal verb ឬក៏គ្រាកិរិយាសព្ទចំនួន4ដែលមានដូចជា put up with អត់ទ្រាំឬក៏ស៊ូទ្រាំណាមួយទៀតគេ ring up ទេទូរស័ព្ទមួយ hold on ចាំបន្តិចសិនហើយមួយទៀត carry on បន្ត